មានហេតុការណ៍ដ៏រន្ធត់ចិត្តមួយទៀតហើយដោយបងប្អូនប្រជាពលរដ្ឋបានប្រទះឃើញសាកសពក្មេងស្រីអាយុ15ឆ្នាំម្នាក់ហ្នឹងត្រូវបានឃាតករសម្លាប់រួចរុំជាមួយនឹងកសែហ្នឹងយកទៅញាត់ចូលនៅក្នុងបន្ទប់ទឹកឥឡូវនេះកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់នៃអធិការនគរបាលខណ្ឌព្រៃភ្នៅលោកបានចុះមកដល់ទីតាំងកន្លែងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យផងដែរសពរបស់ក្មេងស្រីហ្នឹងត្រូវបានឃាតករហ្នឹងសម្លាប់រួចហ្នឹងរុំជាមួយនឹងកសែងដោយអាក្រាតកាយហ្នឹងយកទៅញាត់ចូលនៅក្នុងបន្ទប់ទឹកនៃសាលាបឋមសិក្សាវត្តគ្រោះដែលស្ថិតនៅក្នុងសង្កាត់សំរោងខណ្ឌព្រៃភ្នៅផ្ទាល់តែម្ដងប្រិមិត្តបានឃើញឲ្យកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់មានទាំងកម្លាំងសមត្ថកិច្ចខាងប៉ូលីសអន្តរជាតិគឺប៉ូលីស CPU នឹងប្រិមិត្តបានលោកក៏បានចុះមកទីតាំងកន្លែងកើតហេតុដើម្បីធ្វើការសហការជាមួយនឹងកម្លាំងប៉ូលីសនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីធ្វើការត្រួតពិនិត្យថាតើក្នុងករណីនេះបាទជាករណីគំនុំឬក៏ជាករណីរំលោភសម្លាប់ផងដែរករណីរំលោភសម្លាប់ក្មេងស្រីខ្លងចោលនៅក្នុងបន្ទប់ទឹកសាលារៀនបឋមនៅជាប់វត្តគ្រូជាប់នឹងវត្តគ្រូទីតាំងផ្លូវជាតិលេខ5នៅសាលារៀនបឋមជាប់វត្តគ្រូអាហារបំពន់ស៊ីបាប៉ារីជាប្រភេទអាហារបំពន់ដែលផលិតនៅប្រទេសបារាំងមានប្រសិទ្ធភាពខ្ពស់ក្នុងការដោះស្រាយបញ្ហាសុខភាពទាំងអ្នកមានសុខភាពទ្រុឌទ្រោមនិងអ្នកមានសុខភាពរឹងមាំក៏អាចពិសាបានព្រោះអាហារបំពន់ស៊ីបាប៉ារីមានសមត្ថភាពខ្ពស់ក្នុងការការពារការកើតជំងឺមហារីកកាត់បន្ថយដុំគីរដូវមកមិនទៀងបញ្ហារោគស្ត្រីការពារការកើតជំងឺទឹកនោមផ្អែមដោះស្រាយបញ្ហាក្រពះពោះវៀនអស់កម្លាំងលហិតលហៃវិលមុខកោសខ្យល់ញឹកញាប់គិតច្រើនគេមិនលក់ឈើសន្លាក់លើឈាមលើជាតិខ្លាញ់អាស៊ីតឬដងបាតនោមញឹកមេរោគក្នុងថ្លើមនិងអាចជួយសម្រួលបញ្ហាផ្សេងៗជាច្រើនទៀតទំនាក់ទំនងទិញតាមរយៈ Facebook Page ឬលេខទូរស័ព្ទខាងក្រោមភេសជ្ជៈបើកម្លាំង Power អនុភាពឆ្ពោះទៅភាពជោគជ័យមានហេតុការណ៍ដ៏រន្ធត់ចិត្តមួយទៀតហើយដោយបងប្អូនប្រជាពលរដ្ឋបានប្រទះឃើញសាកសពក្មេងស្រីអាយុ15ឆ្នាំម្នាក់ហ្នឹងត្រូវបានឃាតករសម្លាប់រួចរុំជាមួយនឹងកសែងហ្នឹងយកទៅញាត់ចូលនៅក្នុងបន្ទប់ទឹកឥឡូវនេះកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់នៃអធិការនគរបាលខណ្ឌព្រៃភ្នៅលោកបានចុះមកដល់ទីតាំងកន្លែងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យផងដែរសពរបស់ក្មេងស្រីហ្នឹងត្រូវបានឃាតករហ្នឹងសម្លាប់រួចហ្នឹងរុំជាមួយនឹងកសែងដោយអាក្រាតកាយហ្នឹងយកទៅញាត់ចូលនៅក្នុងបន្ទប់ទឹកនៃសាលាបឋមសិក្សាវត្តគ្រោះដែលស្ថិតនៅក្នុងសង្កាត់សំរោងខណ្ឌព្រៃភ្នៅផ្ទាល់តែម្ដងប្រិមិត្តបានឃើញឲ្យកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់មានទាំងកម្លាំងសមត្ថកិច្ចខាងប៉ូលីសអន្តរជាតិគឺប៉ូលីស CPU នឹងប្រិមិត្តបានលោកក៏បានចុះមកទីតាំងកន្លែងកើតហេតុដើម្បីធ្វើការសហការជាមួយនឹងកម្លាំងប៉ូលីសនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីធ្វើការត្រួតពិនិត្យថាតើក្នុងករណីនេះបាទជាករណីគំនុំឬក៏ជាករណីរំលោភសម្លាប់ផងដែរដោយឃាតករហ្នឹងគឺបានសម្លាប់ក្មេងស្រីរួចហ្នឹងក៏យកកសែងបាទរុំសាកសពក្មេងស្រីរងគ្រោះរួចក៏យកសាកសពក្មេងស្រីរងគ្រោះហ្នឹងយកទៅញាត់ចូលក្នុងបន្ទប់ទឹកផ្ទាល់តែម្ដងសពរបស់ក្មេងស្រីរងគ្រោះហ្នឹងគឺអាយុ15ឆ្នាំប្រិមិត្តបាទបងប្អូនប្រជាពលរដ្ឋហ្នឹងគាត់បានប្រទះឃើញនៅវេលាម៉ោង7ព្រឹកហ្នឹងបាទគាត់ក៏បានបើកកសែងមកដោយឃើញសាកសពក្មេងស្រីហ្នឹងស្លាប់នៅក្នុងបន្ទប់ទឹកដោយមានសភាពបាទគឺរបួសផ្ទៃមុខក៏ដូចជាមានអាវរុំជាមួយនឹងកកប្រិមិត្តបាទកកហើយក៏ដូចជាមានស្លាកស្នាមរបួសផ្សេងនៅលើរាងកាយផងដែរអ្វីដែលគួរឲ្យរន្ធត់ចិត្តហ្នឹងប្រិមិត្តបាទគឺសពរបស់ក្មេងស្រីហ្នឹងគឺស្លាប់ដោយអាក្រាតកាយតែម្ដងអរគុណបងប្អូនសម្រាប់ការទស្សនានិងការតាមដាននេះគ្រាន់តែជាព័ត៌មានបឋមដែលយើងទទួលបានពីបងប្អូនប្រជាពលរដ្ឋយើងអត់ទាន់អាចធ្វើការបញ្ជាក់បានថាតើសពរបស់ក្មេងស្រីរងគ្រោះដែលត្រូវបានឃាតករសម្លាប់រួចរុំជាមួយនឹងកសែងយកមកញាត់ចូលក្នុងកន្ទប់ទឹកហ្នឹងថាជាករណីរំលោភសម្លាប់ឬក៏ជាករណីឃាតកម្មដោយគំនុំអ្វីផ្សេងក៏យើងមិនទាន់អាចបញ្ជាក់ដែរដោយសារតែកម្លាំងសមត្ថកិច្ចជំនាញហ្នឹងលោកកំពុងតែមកដល់ទីតាំងកន្លែងកើតហេតុនិងកំពុងតែធ្វើការត្រួតពិនិត្យនៅសពរបស់ក្មេងស្រីរងគ្រោះផងដែរអរគុណបងប្អូនបានព័ត៌មានលម្អិតយ៉ាងណាមិញយើងនឹងធ្វើការអាប់ដេតជាបន្តបន្ទាប់ឲ្យប្រិមិត្តបានជ្រាបជាដំណឹងបន្ថែមផងដែរអរគុណបងប្អូនសម្រាប់ការទស្សនានិងការតាមដាននេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះដែលយើងទទួលបានពីសមត្ថកិច្ចក៏ដូចជាប្រជាពលរដ្ឋដែលលោកបានផ្ដល់មកកាន់អង្គភាពព័ត៌មានវិទ្យុយើងខ្ញុំអរគុណបានព័ត៌មានលម្អិតយើងនឹងធ្វើការអាប់ដេតជាបន្តបន្ទាប់ឲ្យបងប្អូនបានជ្រាបបន្ថែមផងដែរ